វីដេអូមួយនេះនឹងមករៀបបងប្អូនអំពីការសែនឯកសារសែនរូបថតចូលទៅក្នុងកុំព្យូទ័ររបស់បងប្អូនដែលមិនបាច់ប្រើខ្សែ USB មានដំបូងបងប្អូនចូលទៅក្នុង Google ឬហើយយើង search ពាក្យថា iDrop NET បន្ទាប់ពីយើង research វាឃើញហើយយើងឃើញ website វានៅខាងលើគេហ្នឹងយើងក៏តែចុចលើ website ហ្នឹងមកអញ្ចឹងវានឹងបង្ហាញផ្ទាំងដែលកំពុងតែចាប់ connect ឧបករណ៍ដែលនៅជិតអញ្ចឹងបន្តមកទៀតយើងចូលទៅក្នុងទូរស័ព្ទដៃរបស់យើងនៅពេលដែលយើងបើក computer ចេញមកបែបនេះហើយអញ្ចឹងយើងចូលមកមើលនៅក្នុងទូរស័ព្ទដៃរបស់យើងក៏តែចូល Google យើង search វាថា iDrop NET ដូចគ្នានឹងមកតែយើងនឹងឃើញ website នៅខាងលើគេយើងក៏អាចចុចលើ website ហ្នឹងមកអញ្ចឹងមកទៅដល់ចំណុចនេះអញ្ចឹងអ្នកគ្នាត្រូវរងចាំមួយសន្ទុះដើម្បីឲ្យទូរស័ព្ទរបស់យើងទៅជាមួយនឹង computer របស់យើងអញ្ចឹងមួយសន្ទុះមកវានឹងដាក់វាថា connect ឬមួយក៏យើងឃើញរូប computer នៅលើអេក្រង់របស់យើងឥឡូវវានឹងកំពុងតែ connect ឲ្យយើងអូខេបន្ទាប់ពី connect ជាមួយគ្នាហើយយើងបើសិនជាយើងចង់ផ្ញើភាពពីទូរស័ព្ទដៃទៅក្នុង computer អ្នកនេះក៏តែចុចលើរូប computer នៅខាងលើហ្នឹងឬក៏បង្ហាញទៅលើក្នុងក្រងទូរស័ព្ទដៃរបស់យើងមកយើងចុចលើវាមកវានឹងចូលទៅកន្លែងមួយកន្លែងដាក់រូបថតឬក៏កន្លែងដាក់ឯកសារផ្សេងៗអញ្ចឹងក្នុងហ្នឹងវាមានរូបថតមានកាមេរ៉ាមានអីទៅខ្ញុំចង់ផ្ញើជារូបថតចុចទៅលើរូបថតហ្នឹងមកអូខេចាំវាចូលទៅក្នុងអាល់ប៊ុមរបស់ខ្ញុំអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ផ្ញើរូបភាពនេះមួយយើងក៏ចុចលើរូបភាពហ្នឹងមកអញ្ចឹងយើងគ្រាន់តែចុចលើរូបភាពហ្នឹងហើយវានឹងផ្ញើចូលទៅក្នុងកុំព្យូទ័ររបស់យើងអញ្ចឹងយើងកន្លែងមកមើលនៅក្នុងកុំព្យូទ័ររបស់យើងវិញអញ្ចឹងយើងគ្រាន់តែចុចភ្លាមវានឹងផ្ញើមកចូលទៅក្នុងកុំព្យូទ័ររបស់យើងភ្លាមតែម្ដងហើយរូបភាពគុណភាពរបស់វាគឺវានឹងqualityវាគឺច្បាស់ដូចដើមអញ្ចឹងហើយសម្រាប់ website ហ្នឹងគឺប្រើបានទាំង iPhone ទាំង Android ហើយក៏វាមានសុវត្ថិភាពហើយនឹងលឿនរហ័សផងដែរអញ្ចឹងអ្នកគ្នាអាចធ្វើតាមហ្នឹងទៅហើយយើងជួបគ្នានៅវីដេអូបន្តទៀតអរគុណ